តាមសំណុំពរអតិថិជនស្នើសុំឲ្យមានប្រម៉ូសិនខែធ្នូចុងឆ្នាំ2025បន្តដល់ដើមឆ្នាំថ្មី2026ខែមករានេះដោយបងបានដឹងចឹងដោយសារតែមានបញ្ហាសង្គ្រាមនៅចុងឆ្នាំ2025ទើបធ្វើឲ្យអតិថិជនលក្ខស្រីយ៉ាមួយចំនួនខកខានជាមួយនឹងប្រម៉ូសិនពិសេសនៃខែធ្នូចុងឆ្នាំ2025របស់យើងដូច្នេះហើយទើបខាងយើងសម្រេចចិត្តថាបន្តប្រម៉ូសិនចុងឆ្នាំរហូតដល់ដើមឆ្នាំ2026ខែមករានេះតែម្ដងចឹងសម្រាប់ប្រម៉ូសិនឆ្នាំថ្មីរបស់យើងគឺនៅតែមានការផ្ដល់ជូន voucher up to $20ជាមួយនឹងការផ្ដល់ជូនប្រអប់សំណាងបន្លាញបុកជូនដល់អតិថិជនផងដែរប៉ុន្តែសម្រាប់ការផ្ដល់ជូនបន្លាញបុកនៅក្នុងឆ្នាំថ្មីខែមករានេះគឺខុសពីខែមុនខែនេះគឺយើងនឹងផ្ដល់ជូនបន្លាញបុករហូតដល់អស់ពី stock ចឹងសម្រាប់ចំនួនបន្លាញបុកគឺមានកំណត់អ្នកមកមុនគឺបានមុនណាបងសម្រាប់លក្ខខណ្ឌក្នុងការផ្ដល់ជូនបន្លាញបុកនេះបងមួយចំនួនប្រកាសជាបានដឹងខ្លះហើយនៅក្នុងខែមុនសម្រាប់លក្ខខណ្ឌដែលត្រូវធ្វើហ្នឹងគឺអត់មានអីបបាអីដោយគ្រាន់តែអតិថិជនធ្វើតាមគ្រប់លក្ខខណ្ឌដែលខាងយើងចង់បានសម្រាប់លក្ខខណ្ឌដែលខាងយើងចង់បានគឺមានតែ3លក្ខខណ្ឌតែប៉ុណ្ណោះទី1អតិថិជនគ្រាន់តែធ្វើការ follow Facebook page និង follow ជាមួយនឹង account Instagram ក៏ដូចជា TikTok របស់ហាងយើងផ្ទាល់លក្ខខណ្ឌទី2បងគ្រាន់តែធ្វើការ review ក៏ដូចជាផ្ដល់ feedback នៅលើ page ផ្លូវការរបស់ហាងលក្ខស្រីយ៉ាឬក៏ផ្ដល់ feedback នៅលើ Google Map ក៏បានដែរចុងក្រោយបង complete screenshot រាល់លក្ខខណ្ឌដែលបានអនុវត្តរួចរាល់បន្ទាប់មកបង្ហាញការអនុវត្តលក្ខខណ្ឌនោះទៅកាន់ក្រុមការងារយើងផ្ទាល់ដើម្បីទទួលបានបន្លាញបុកពីហាងលក្ខស្រីយ៉ានេះសម្រាប់កាដូដែលយើងបានដាក់នៅក្នុងបន្លាញបុកហ្នឹងគឺសុទ្ធតែជាផលិតផលជប៉ុនដែលយើងលក់ដាច់ខ្លាំងនៅក្នុងហាងហើយក៏ជាផលិតផលដែលពេញនិយមប្រើនៅប្រទេសជប៉ុនដូចគ្នាដែរបងអាចមើលរូបភាពមុនពេលដែលយើងរៀបចំខ្ចប់ជាមួយនឹងបន្លាញបុកនេះបានផលិតផលទាំងអស់គឺសុទ្ធតែអាចប្រើបានទាំងមនុស្សប្រុសហើយនិងមនុស្សស្រីតែម្ដងចឹងសម្រាប់កាដូដែលយើងបានដាក់នៅក្នុងបន្លាញបុកហ្នឹងគឺមិនមែនចេះតែដាក់អីគឺយើងគិតគូរខ្លាំងមែនតើដើម្បីឲ្យភ្ញៀវនៅពេលដែលគាត់ទទួលបានបន្លាញបុកហ្នឹងគាត់ពេញចិត្តនៅអ្វីដែលគាត់ទទួលបានជាមួយនឹងគុណភាពល្អភ្ញៀវប្រើទៅទទួលបានផលសូមបញ្ជាក់បងបន្តិចសម្រាប់ឱកាសទទួលបានបន្លាញបុកនេះចំពោះភ្ញៀវដែលអញ្ជើញមកទិញផ្ទាល់ដល់ទីតាំងហាងនិងតាមអនឡាញគឺមានឱកាសខុសគ្នាសម្រាប់ភ្ញៀវដែលអញ្ជើញមកទិញផ្ទាល់ដល់ទីតាំងហាងគឺមានអាទិភាពខ្ពស់ជាងគឺគាត់គ្រាន់តែទិញទំនិញចំនួន5មុខឡើងតែប៉ុណ្ណោះនឹងទទួលបានបន្លាញបុកចំនួន1ប៉ុន្តែសម្រាប់ភ្ញៀវដែលគាត់កំងតាមអនឡាញវិញគឺគាត់មានឱកាសទទួលបានបន្លាញបុកនៅពេលដែលគាត់ទិញទំនិញចាប់ពី10មុខឡើងទៅរីឯឱកាសទទួលបាន voucher វិញក៏មានភាពខុសគ្នារវាងការមកទិញផ្ទាល់ដល់ទីតាំងហាងនិងការកំងតាមអនឡាញដែរសម្រាប់ភ្ញៀវដែលគាត់កំងតាមអនឡាញគឺគាត់មានឱកាសទទួលបាន voucher នៅពេលដែលគាត់ទិញទំនិញចាប់ពី5មុខឡើងទៅបើសិនជាភ្ញៀវអញ្ជើញមកទិញផ្ទាល់ដល់ទីតាំងហាងតាំងពីសាខាវិញគឺគាត់នឹងទទួលបាន voucher នៅពេលដែលគាត់ទិញទំនិញចាប់ពី3មុខឡើងទៅសម្រាប់ voucher ដែលខាងយើងបានផ្ដល់ជូនហ្នឹងគឺមានចាប់ពី$5រហូតដល់$20គឺ voucher ទាំងអស់ហ្នឹងគឺអាចជ្រើសរើសចាប់ដោយខ្លួនឯងដូចបន្លាញបុកដែរស្របពេលជាមួយនឹងការផ្ដល់ជូនពិសេសនេះក៏យើងមាន promotion បន្ថែមពីលើនឹងទៀតដែរណាសម្រាប់អ្នកដែលគាត់កំងតាមអនឡាញចាប់ពី3មុខឡើងទៅនឹងមានការបញ្ចុះតម្លៃ 5% និង free ដឹកជញ្ជូនជូនគាត់តែសម្រាប់អ្នកដែលគាត់កំងចាប់ពី5មុខឡើងទៅនឹងមានការបញ្ចុះតម្លៃ 12% ប៉ុន្តែបើសិនជាគាត់កំងចាប់ពី10មុខឡើងទៅនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 15% ការ promotion បន្ថែមសម្រាប់ភ្ញៀវដែលគាត់មកទិញផ្ទាល់ដល់ទីតាំងហាងវិញគឺស្តៀងទៅនឹង promotion តាមអនឡាញដែរប៉ុន្តែគាត់ special ថងថេនៅពេលដែលគាត់ទិញចាប់ពី10មុខទំនិញឡើងទៅគឺគាត់នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 20% promotion ពិសេសចុងឆ្នាំក៏បានបន្តមកដល់ឆ្នាំថ្មីតាមសំណុំពរអតិថិជនដែរលើកនេះបងលេងខកខានទៀតដែរអញ្ចឹងកុំភ្លេចចូលរួមជាមួយនឹង promotion ឆ្នាំថ្មីទាំងអស់គ្នាណា